រឿងចេះពីរៀនមានពីរកមានបងប្អូនប្រុសពីរនាក់រស់នៅក្នុងភូមិតូចមួយបងប្រុសឈ្មោះច័ន្ទចូលចិត្តរៀនសូត្រចំណែកប្អូនប្រុសឈ្មោះតារាចូលចិត្តធ្វើស្រែចម្ការច័ន្ទជឿថាចំណេះដឹងគឺជារឿងសំខាន់បំផុតគាត់ចំណាយពេលរៀនសូត្រពេញមួយយប់ហើយចងចាំគ្រប់ពាក្យពេចន៍ក្នុងសៀវភៅតារាវិញខិតខំធ្វើការក្នុងវាលស្រែរបស់គាត់ជឿថាការខិតខំប្រឹងប្រែងគឺជាផ្លូវទៅរកទ្រព្យសម្បត្តិថ្ងៃមួយភូមិរបស់ពួកគេបានជួបប្រទះបញ្ហាអណ្ដូងទឹកបានរីងស្ងួតហើយអ្នកភូមិព្រួយបារម្ភច័ន្ទបានប្រើចំណេះដឹងពីសៀវភៅរបស់គាត់ដើម្បីរកវិធីសាស្ត្រគាត់បានបង្ហាញពីផែនការដ៏ស្មុគស្មាញមួយតារាវិញដោយប្រើបទពិសោធន៍ពីការធ្វើស្រែគាត់បានសង្កេតឃើញកន្លែងដែលមានទឹកហូរចេញពីក្រោមដីគាត់ក៏ចាប់ផ្ដើមជីកច័ន្ទបានដឹងថាទោះបីជាចំណេះដឹងក្នុងសៀវភៅសំខាន់ប៉ុន្តែបទពិសោធន៍ជាក់ស្ដែងក៏មិនអាចខ្វះបានដែរចាប់តាំងពីពេលនោះមកពួកគេទាំងពីរបានធ្វើការជាមួយគ្នាច័ន្ទបានចែករំលែកចំណេះដឹងពីសៀវភៅចំណែកតារាបានបង្ហាញពីវិធីធ្វើការដូច្នេះហើយភូមិរបស់ពួកគេក៏បានរីកចម្រើនចំណេះដឹងបានមកពីការរៀនសូត្រចំណែកទ្រព្យសម្បត្តិបានមកពីការខិតខំប្រឹងប្រែង